សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតឈ្មោះតំណែងប្រភេទ non-stop ដើម្បីបង្កើតតំណែងប្រភេទ non-stop ជាដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង module stop คลิกលើពាក្យ product คลิกទៅលើប៊ូតុង create សម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់លេខកូដនោះជូននៅស្វ័យប្រវត្តិលោកអ្នកអាចធ្វើការបំពេញឈ្មោះតំណែងរបស់លោកអ្នកនៅក្នុងប្រអប់ descriptionលោកអ្នកក៏អាចធ្វើការបំពេញឈ្មោះតំណែងរបស់លោកអ្នកជាភាសាផ្សេងទៀតនៅក្នុងប្រអប់ second language คลิกត្រង់នេះដើម្បីធ្វើការដាក់រូបភាពតំណែងរបស់លោកអ្នកអាចពិពណ៌នាតំណែងរបស់លោកអ្នកបន្ថែមនៅក្នុងប្រអប់ long description คลิกលើ product type ដើម្បីធ្វើការជ្រើសរើស non-stop សម្រាប់ប្រភេទតំណែងដែលមិនគ្រប់គ្រង stockជ្រើសរើសឈ្មោះក្រុមតំណែងនៅក្នុងប្រអប់ product group ធ្វើការជ្រើសរើសខ្សែស្រឡាយតំណែងនៅក្នុងប្រអប់ category ជ្រើសរើសឈ្មោះម៉ាកតំណែងនៅក្នុងប្រអប់ brand ធ្វើការជ្រើសរើសឈ្មោះអ្នកផ្គត់ផ្គង់ធ្វើការជ្រើសរើស tag allow discount ដើម្បីអនុញ្ញាតឲ្យតំណែងនោះអាចធ្វើការបញ្ចុះតម្លៃបានជ្រើសរើសប្រភេទពន្ធលក់ចេញសម្រាប់តំណែងរបស់លោកអ្នកនៅក្នុងប្រអប់ tag Scale សម្រាប់ប្រភេទតំណែងដែលប្រើជាមួយនឹងជញ្ជីងអេឡិចត្រូនិកប្រសិនបើតំណែងរបស់លោកអ្នកមានប្រើប្រាស់ជាមួយនឹង UPC, AEN ឬ HS code លោកអ្នកក៏អាចធ្វើការបំពេញកូដទាំងនោះនៅតាមប្រអប់ដូចខាងក្រោម Enable favorite product សម្រាប់តំណែងដែលមានការលក់ញឹកញាប់ជ្រើសរើសຂະຫນាតសម្រាប់តំណែងរបស់លោកអ្នកសម្រាប់ barcode លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចឲ្យ system ធ្វើការចាប់ជូននៅស្វ័យប្រវត្តិ Factor សម្រាប់បំពេញចំនួនឯកតារបស់តំណែងរបស់លោកអ្នក Click ប៊ូតុង Add ដើម្បីធ្វើការជ្រើសរើសຂະຫນាតបន្ថែមរួច Click OK សម្រាប់ Default បើសិនបើតំណែងរបស់លោកអ្នកមានຂະຫນាតចាប់ពី2ឡើងទៅលោកអ្នកអាចធ្វើការកំណត់ຂະຫນាតណាមួយជាຂະຫນាត Defaultលោកអ្នកអាចធ្វើការคลิกនៅលើប៊ូតុងធុងសំរាមដើម្បីដកຂະຫນាតណាមួយចេញធ្វើការបំពេញតម្លៃលក់ចេញទៅតាមຂະຫນាតនីមួយៗនៃតំណែងធ្វើការបំពេញថ្លៃដើមស្តង់ដាររួចคลิก Save នោះលោកអ្នកនឹងទទួលបានប្រភេទតំណែងថ្មីមួយ